ឥឡូវយើងចូលបាទនៅ copy នៅក្នុង folder នេះបាទអញ្ចឹងនៅក្នុង folder នេះទាំងអស់គ្នាមើលបាទយើងរំលឹកឡើងវិញនៃការ design នៅក្នុង Illustrator បាទអញ្ចឹងយើងមើលការ design នៅក្នុង Illustrator ដំបូងគឺយើងត្រូវតែយល់អំពីຂະຫນាតជាមុនសិនមែនទេបាទសំខាន់បំផុតការយល់ពីຂະຫນាតហើយបាទអញ្ចឹងថ្ងៃនេះគឺយើងសិក្សាទៅលើគេហៅថា banner មួយដែលគេនិយាយថាជា banner ad បាទអ្វីជា banner សម្រាប់ ad បានន័យថាពេលដែលយើងមើលទៅលើ website បាទដូចយើងមើលទៅលើ website ដូចជាដើម7បាទដូចជាខ្មែរ note បាទឧទាហរណ៍បាទនិយាយទៅឲ្យទៅលើ website គឺតែងតែមានទៅលើ ad ហ្នឹងហើយបាទនេះតោះណាអាហ្នឹងគឺមានន័យថា ad ហើយបាទអញ្ចឹងតា ad ហ្នឹងដូចគាត់និយាយមកអញ្ចឹងតា ad ហ្នឹងយើងប្រើនៅក្នុងអីគេបាទប៉ុន្តែមិនមែនប្រកាសថាអ្នក design មកស្រុកខ្មែរយើងមិនប្រកាសថាគេប្រើតែឡារហូតទេអ្នកខ្លះគាត់ប្រើតែ Photoshop ដែរគាត់ជាតែ Photoshop មែនទេបាទអាហ្នឹងគឺសុទ្ធតែជា ad ទេណាជា ad ដែលយើងត្រូវធ្វើហើយអញ្ចឹងຂະຫນាតរបស់ ad ហ្នឹងគឺជាຂະຫນាតនេះបាទຂະຫນាតដែលយើង design យើងមាន2ទី1គឺសង់ទីម៉ែត្រគឺទី2គឺ pixel ហ្នឹងអញ្ចឹង pixel ហ្នឹងគឺយើងផ្ដោតទៅលើលក្ខណៈគេហៅថានៅលើ digital ដូចជានៅលើទូរស័ព្ទនៅលើវីដេអូនៅលើ LED គឺយើងប្រើ pixel ចុះសង់ទីម៉ែត្រយើងប្រើនៅពេលណាសង់ទីម៉ែត្រគឺយើងប្រើសម្រាប់ការបោះពុម្ពតែមួយទេបាទការបង្ហាញចេញបាទការ print ចេញគឺយើងប្រើលក្ខណៈសង់ទីម៉ែត្រហ្នឹងតែម្ដងបាទអញ្ចឹងយើងមើលឆែកទៅលើຂະຫນាតបន្តិចបាទអញ្ចឹងຂະຫນាតនេះគឺយើងយកប៉ុន្មានຂະຫນាតបាទបាទយើងឆែកទៅលើຂະຫນាតរបស់វាຂະຫນាតគឺយើងយកទៅលើប៉ុណ្នេះបាទនេះបាទនេះគឺជាຂະຫນាតបាទយើងត្រូវយកប៉ុណ្ណឹងបាទអញ្ចឹងយើងយក600បាទហើយកម្ពស់របស់វាគឺស្មើជាមួយនឹង 164px ຂະຫນាតហ្នឹងយកពីណាមកពេលដែលគេដាក់លើ banner នៅលើហ្នឹងតើຂະຫນាតយើងយកពីណាមកຂະຫນាតពាក្យច្រើនគឺយើងត្រូវសួរគេធម្មតាយើងជាអ្នក design បើកាលណាគេចង់ឲ្យយើងធ្វើ ad កន្លែងហ្នឹងគឺយើងត្រូវតែយកអាហ្នឹងឲ្យគេឯងគេត្រូវតែប្រាប់ຂະຫນាតហ្នឹងមកយើងតែម្ដងបាទអញ្ចឹងយើងអ្នក design ពេលដែលគេយកអាហ្នឹងមកឲ្យយើង design យើងត្រូវសួរគេឲ្យច្បាស់តើຂະຫນាតហ្នឹងប្រមាណបាទអញ្ចឹងដំបូងឡើយគឺយើងត្រូវតែច្បាស់ពីຂະຫນាតហ្នឹងតែម្ដងតោះណាបាទអញ្ចឹងបន្ទាប់ពីយើងដឹងຂະຫນាតហើយបាទយើងចាប់ដើមមើលទៅលើមួយទៀតគេហៅថាទិន្នន័យបាទតើទិន្នន័យហ្នឹងមានអីខ្លះតោះណាបាទអញ្ចឹងទិន្នន័យដែលខ្ញុំឲ្យទាំងអស់គ្នាគឺមានសោះតែមួយទេបាទនេះគឺមានតែរូបនេះតែមួយទេបាទហើយរូបហ្នឹងយើងយកពីណាមករូបមួយហ្នឹងបាទរូបមួយហ្នឹងគឺយើងយកពី website មួយឈ្មោះថា website free page អាហ្នឹងយើងនឹងរៀននៅពេលក្រោយបាទឆ្ងល់ថាតើរូបភាពភាគច្រើនតើយើងយកពីណាមកនេះយើងយកពី free page នេះមកបាទហ្នឹងយើងនឹងរៀនលម្អិតនៅពេលក្រោយអំពីការប្រើប្រាស់template នៅលើ Illustrator បាទអញ្ចឹងអានេះយើងគ្រាន់តែវាយថាបាទ vegetable មកនេះអញ្ចឹងវាមានគេហៅថារូបភាពបន្លែស្រស់ស្អាតតែម្ដងតោះណាបាទដូចទាំងអស់នេះឃើញនៅតាមផ្សារបន្លែតាមអីដែលគេ design ភាគច្រើនគឺយកចេញពីក្នុងនឹងមកទាំងអស់បាទតោះណាហ្នឹងគឺជាការងារហ្នឹងគឺយកពីក្នុងនឹងមកទាំងអស់បាទប៉ុន្តែបញ្ជាក់បន្តិចក្នុងហ្នឹងមានបន្លែ Victor ហើយនិងបន្លែមែនតែនណានេះបន្លែ Victor នេះបន្លែមែនតែនតោះណាបាទតិចយកបន្លែមែនតែនទៅដាក់ឲ្យហ្នឹងវាមើលទៅវាអត់ធម្មជាតិទេបាទហ្នឹងហើយបាទគេឥឡូវបន្តតិចទៀតបាទអញ្ចឹងຂະຫນាតយើងដឹងប៉ុណ្ណឹងណាຂະຫນាតណាបាទពេលដែលយើងដឹងຂະຫນាតយើងចាប់ដើមបាទ creative design តែម្ដងបាទអូខេអញ្ចឹងយើង creative design បាទអ
chẳng muốn dương creative design cứ dương thời tự riêng trong folder bà đi nhầm bật trạng ngày muốn chẳng folder này ca riêng trong cái cả chẳng folder về tìm mỗi cứ project name bà folder project name cứ chỉ folder sầm rập tục từ lời mua project bà ưu cho tha nhầm design bên mỗi trả tông chỉ mỗi năng cái hơi tha bà lại chẳng dương đã mua ở trong năng cái hơi tha mua ca nghe năng mà mua mến chia tập đãi nó mua bà đôi ca muốn nhom thua cá để khá nó pe nhom phèp tha nó ca nghe nó thua bên mới được pe mua nó còn ta đã mua AC màu ót thử nó cái ca nó bà nó pe cắt ai cái xa mỗi UMP chùm nón chơi cái UMP chỉ vật cả sẽ có nó pe cả sẽ có nó miên bụng mặt đai nâng trắng nó pe còn đã mua tha ông sray ông pro mà rồi tao hộ cho nó chén hồn bởi hồn khơi vậy đó pe thọt vì chỉ vật côn quát lên con đã mua côn ông nên mà đã mua thử cái cá bà to mà tiết folder link bà folder link những cái chữ folder sầm rập tục từ lơ project đại dương vô rút phiệp bị sót tới bấm lái nơi không Photoshop hay dương sale với chỉ link nằng bà mà tay pek lắc cái dương offer này folder link nằng nắp bà top máu cứ miền ở folder một cái cứ folder sọ bà top bị folder sọ hay cứ folder ex bà ok chẳng dương chập đam bà dương chập đam phơi cái lại ní bà bạn chẳng dương chập đam mà từ bốn cứ nhân bậc card folder ở trong này mới bà nè chẳng không ní nhom bậc card nhom chập đam bậc card folder này nè nhom data vegetable bà bây giờ đã vegetable chẳng hỏi được không nó miền cái bà miền sọ đấy bà miền folder sọ cứ chỉ folder tục từ lớn nè rụp hiệp mùi nặng bà toàn đấy bà hai nâng folder ex cứ sầm rập tục từ lơ rụp hiệp đại dương ban export tranh màu bà chẳng từ bốn cứ từ ngón này khoảng tại chập đam đi sáng bà chẳng từ bốn dương chập đam cho lá cầm thi lá bây giờ dương ba chân máu dương còn là cho pháo vô nhú bà vô pháo vô nhú hết dương đô lại nè đạm màu tha chỉ pixel miền chởn á bà bên miền pixel bên miền xong thì mát ta dương vô pixel từ bà vô pixel nhưng nó dương đã print máu bà nè chẳng từ bốn chơi print ra nó trong đã pixel bà mình chơi khó bà và tọ mắc khá dương vô màn bà cùng mối rối hay nâng rối học buồn bà chính những đã phần năng máu điện chẳng dương chập đa bậc card file này nếu cứ chiêu file bật chạy bỏ là sẽ tớ bà chẳng từng óc này ai còn sale nâng sân máu bà nè sale AV chỉ mối nâng cái lấy nhưng ai đã bán nâng đã tha bà vegetable ad ok dương sale chẳng máu bà bây giờ dương sale háo cứ miên này cái nè nó cứ miên file nè miên file làm mỗi nâng sót hay nâng ít nhân nâng này bà chẳng đây bà ca bật chạy ở thời khăn phần nâng sân đó bà nè chẳng dừng mơ bà dừng mơ cắt đi sáng bao giờ tích nhầm tia nhà bỏ đi châu sẵn làm bây chui chưa cùng rủ mơ bà này chẳng dừng mơ cái lại nấy bà này từ bốn cứ nhầm thử tia nhà rụt phim đi châu sẵn bà này rụt phim được không xót á ta bắt không video này dừng nó không cắt đi sáng giờ cho bạch vô xót nó tới bầm lại như là sái vì chỉ rụt phim mà sạch lật bà con tay bản thân bao chiều rút ấy xế nhưng ai vô tư bầm lại đôi chiều rút một nước bởi những thời ca cắt bay cả đón tránh nhưng ai tiên cho được không Photoshop ấy bàn cho nó nắng á bà ok tránh những ai tiên rút đi châu bà nè nhưng tiêu dụng đi châu má bà nè tiêu dụng đi châu những nhầm bùm về tôi sần bà nè bà đặng bay bùm tơ lơ nắng tim mối nhưng còn là trách tơ lơ thua nè bà nè lấy những co bị thua tích bà thua đấy thua cái này ní cứ cái hai tha xử lý thua ba này tha chỉ thua sầm rạp dương ở mẹ dương chập tiếng dương bridge room bà nước non Photoshop bây giờ dương trong bridge room tơ lơ rút hiếp dương chọn alxit dương ai bridge room bàn
ហើយយើងនឹងយើងចុច control T ប៉ុន្តែនៅក្នុង Illustrator គ្រាន់តែយើងយកអា tool ហ្នឹងមកគ្រាន់តែចុចលើហ្នឹងគឺវាចេញ free transform ឲ្យយើងហើយបាទពេលដែលវាចេញ free transform ឲ្យយើងអញ្ចឹងយើងគ្រាន់តែចុច Alt C បាទយើងចុច Alt C ឲ្យជាប់ទៅវានឹងព្រិចព្រមឲ្យត្រូវជាមួយនឹង Archer បើយើងចុច Shift ទៅទេវាចេញមកអញ្ចឹងតោះណាបាទនេះអូខេអញ្ចឹងបាទខ្ញុំដាក់អញ្ចឹងហើយដល់ពេលមកខាងនេះនៅឃើញកន្លែងនេះឃើញអា file ពណ៌បៃតង shape ពណ៌បៃតងវាចេញពណ៌ហ្នឹងណាបាទដោយសារនេះពេលដែលយើង copy មកអញ្ចឹងវាអត់មកទាំងអស់វានៅសល់អញ្ចឹងយើងអាចសេរីវា copy វាពីមកគ្រាន់តែយើងចុច Alt ឲ្យជាប់មកនេះចុច Alt ចុច key Alt ឲ្យជាប់បាទយើងគ្រាន់តែចុច key Alt នឹងឲ្យជាប់មកយើងចាប់ទាញនោះបានវាចេញមកបានពីរបាទអញ្ចឹងយើងអាចត្រឡប់វាបានបាទនេះណាបាទយើងគ្រាន់តែដាក់ម៉ៅយើងចុច selection tool យើងហ្នឹងយើងដាក់ម៉ៅនៅគៀននេះយើងចុច C ឲ្យជាប់បាទចុច key C ឲ្យជាប់ហើយយើងទាញវាមកនេះណាវាចេញអញ្ចឹងហើយតោះណាបាទអញ្ចឹងយើងគ្រាន់តែទាញចុច C ទាញមកគប់គ្នាពីរមកបាទតែយើងយកប៉ុណ្ណឹងទុកដាក់អក្សរបាទបន្ទាប់មកយើងយក sharp នេះមកគូសនេះបាទយក sharp មកគូសខ្ញុំបិទបាទពេលដែលយើងគូស sharp នេះគឺជាកន្លែងចាក់ពណ៌របស់វាគឺមាន2នេះពណ៌កន្លែងនេះគេហៅថាពណ៌ stroke បាទធម្មតាវាមាន2ពណ៌ណាបាទវាមាន2កន្លែងដែលយើងត្រូវចាក់ពណ៌បាទទី1គឺ fill color ទី2គឺ stroke color បាទអញ្ចឹងអ្វីជា fill color ជា color ផ្ទៃនេះបាទនេះខាងនេះគឺជា color ផ្ទៃបាទនេះណាបាទ fill color គឺ color ផ្ទៃបាទដល់ពេលកន្លែងនេះគេហៅថា stroke color បាទកាលណាជា stroke យើងអាចបន្ថែមកម្រាស់នេះបានតោះណាបាទអញ្ចឹងយើងពេលនេះគឺខ្ញុំអត់ត្រូវការ stroke ទៅគឺខ្ញុំបិទកន្លែង stroke នេះចោលខ្ញុំចូលកន្លែង color ហ្នឹងខ្ញុំបិទកន្លែងនេះនេះតោះណាបាទអញ្ចឹងកន្លែងនេះពេលដែលយើងបានអញ្ចឹងដើម្បីឃើញអាផ្ទាំងខាងក្រោយវានេះបាទយើងចុចលើហ្នឹងហើយយើងចុចកន្លែង opacity វិញយើងទាញមកបាទ opacity កាលណាយើងទាញក្រោម100គឺវាមើលឃើញដល់ខាងក្រោយភាពច្បាស់របស់វាគឺ 100% តែបើយើងទាញមកក្រោម100បែរថាយើងដកអាភាពច្បាស់របស់វាចេញហើយបាទគេឥឡូវឲ្យទាញកន្លែងហ្នឹងមួយសិនមកបាទដាក់រៀបឲ្យបានអញ្ចឹងសិនណាបាទហ្នឹងហើយអញ្ចឹងយើងតចំណុចមួយទៀតតាក់តងបាទជាមួយនឹងអក្សរម្ដងបាទអញ្ចឹងនៅក្នុង Ella ខ្ញុំណែនាំ tool មួយទៀតឲ្យបងនេះស្គាល់បាទ tool មួយនេះបាទនេះអានេះគេហៅថា line tool បាទបើន័យថា tool ហ្នឹងយើងចុចយើងគ្រាន់តែចុច C ឲ្យជាប់មកវាទាញបាននេះវាជា line ខ្សែមួយណាបាទហើយខ្សែហ្នឹងដើម្បីចាក់ color វាគឺយើងចុចកន្លែងនេះនេះចុចជើទៅលើពណ៌មកយើងអាចសេរីទៅ stroke ទេខ្សែតែមួយมันអាចមាន color ផ្ទៃទេព្រោះវាជា line អញ្ចឹងវាមានតែ stroke បាទអាហ្នឹងគឺជា tool line ដែលយើងគូសបាទយើងអាចគូសជាតារាងជាអីចេញទៅបានជាកន្លែងហ្នឹងបាទណាបាទគូសតារាងគូសអីយើងអាចគូសតាមនឹងបានតោះណាបាទអត់មានផ្ទៃទេហ្នឹងបើចង់បានពណ៌វាយើងចូលកន្លែង stroke ដូរ color វាតោះណាបាទប៉ុន្តែ line ហ្នឹងវាច្រើនយើងប្រើទៅលើការគូសតារាងនៅក្នុងElla តែប៉ុន្តែ Ella ក៏មាន tool ដាក់តារាងរបស់គេដែរប៉ុន្តែគាត់ថាការដាក់អាហ្នឹងវាមានចំណុចគូសអាហ្នឹងវាស្រួលយើងគូសជាងបាទចង់បានទំហំប៉ុណ្ណាបីវាស្រួលបាទហើយគាត់ថាតាក់តងជាមួយការគូសតារាងបើយើងប្រើអាហ្នឹងវាមិនសូវប៉ុន្មានបាទឥឡូវយើងចូលទៅដល់អក្សរនេះមួយទៀតបាទអញ្ចឹងខ្ញុំចុចទៅលើអក្សរនេះវិញបាទនេះអក្សរនេះគឺខ្ញុំវាយពាក្យនេះបាទពេលដែលយើងចុចមកខ្ញុំដាក់ថា fresh បាទខ្ញុំអាចដូរ font នេះដាក់ font នេះ font ទៅណាបាទអូខេបាទខ្ញុំប្រើពាក្យ fresh នេះមកបាទនេះអញ្ចឹងខ្ញុំដាក់នៅទីនេះ
ហើយខ្ញុំដូរពណ៌អក្សរខ្ញុំដាក់ពណ៌សវិញបាទតោះមកខ្ញុំយកឡាញមកគូសបាទនេះបាទគូសអញ្ចឹងហើយខ្ញុំដាក់ដូរអានេះមកនេះបាទដាក់មួយ pixel អញ្ចឹងទៅបាទនេះទាញមកឲ្យជាប់មកបាទនេះបាទចុចឲ្យជាប់ copy ទៅបាន2អញ្ចឹងហើយតោះណាបាទអាហ្នឹងគឺគេហៅថាការធ្វើកន្លែងហ្នឹងបាទបាទពេលដែលបានអញ្ចឹងហើយអក្សរក្រោមនេះខ្ញុំគ្រាន់តែចុចឲ្យជាប់មកបាទខ្ញុំដាក់វារៀងខាងលើបន្តិចបាទចុចទាញមកយើងដាក់ vegetable បាទអញ្ចឹងខ្ញុំដូរ font បាទដូរ font វាបន្តិចហៅ font ណាដែលមើលទៅគិតថាវាស្អាតអញ្ចឹងណាបាទនេះអាចរកមើល font ដែលខ្លួនឯងស្រឡាញ់បានបាទគឺខ្ញុំយក font នេះចុះបាទតោះខ្ញុំព្រមផ្សាយវាបន្តិចបាទពេលដែលខ្ញុំព្រមផ្សាយបានហើយបាទខ្ញុំដាក់វាចំទៅនឹងបាទនេះអូខេបាទដាក់វាចំទៅនឹងហើយបាទឥឡូវយើងចូលមកកន្លែងនេះម្ដងនេះអក្សរគ្រាន់តែ copy មកវាយណាបាទឥឡូវកន្លែងនេះម្ដងនេះពីកន្លែង2នេះប្រឡោះ2នេះបាទអាមួយមានផ្ទៃ color អាមួយអត់ផ្ទៃ color តោះនេះបាទអញ្ចឹងអានេះយើងយក sharp នេះមកគូសមកបាទនេះបាទយើងយក sharp នេះមកគូសមកនេះពេលដែលយើងគូសអញ្ចឹងយើងអាចបដូរបានបាទនេះណាបាទអានេះខ្ញុំលុប fill color ចោលខ្ញុំដាក់ stroke ដាក់3អញ្ចឹងមកអញ្ចឹងខ្ញុំ copy វាចេញមកបាទ copy វាចេញមួយទៀតមកអានេះខ្ញុំដាក់ផ្ទៃពណ៌សវិញបាទនេះតោះណាបាទតាមពិតទៅយើងឆ្ងល់ថាពេលខ្លះតើឆ្ងល់ថាចំអាពីរហ្នឹងធ្វើមិនជួនកាលយើងចេះគ្រាន់ថាយើងគូសវាម្ដងមួយយកមកផ្គុំនេះគឺជាការរៀនអាឡាស់បាទអញ្ចឹងជួនកាលឃើញអញ្ចឹងមិនដឹងថាអីអាហ្នឹងធ្វើគេនឹងមិនដឹងថាអ្នកធ្វើគេធ្វើមិនទេប៉ុន្តែយើងអាចដឹងយើងអាចចេះថាខ្ញុំអាចធ្វើអញ្ចឹងចេញលទ្ធផលអញ្ចឹងដែរអញ្ចឹងបានពេលទាំងអស់គ្នារៀន Illustrator យើងកុំឲ្យអញ្ចេះយើងកុំឲ្យគិតឆ្ងល់ថាតើគេធ្វើយ៉ាងម៉េចសំខាន់ពេលដែលយើងរៀនចេះហើយយើងគិតថារបស់នោះខ្ញុំអាចធ្វើបានតាមវិធីយើងក៏ចេញអញ្ចឹងដូចគ្នាដែរបាទពេលច្រើនអ្នកដែលរៀន design គាត់ចេះឆ្ងល់ថាចុះមិននឹងគេធ្វើមិនចេញអញ្ចឹងណាប៉ុន្តែប្រសិនបើយើងគិតជំហានវាម្ដងបន្តិយើងអាចយល់អំពី process កន្លែងហ្នឹងបានហើយតោះណាបាទអូខេអញ្ចឹងកន្លែងនេះបាទខ្ញុំទាញអញ្ចឹងខ្ញុំចុចវាពីរជាប់គ្នាមកបាទចុច shift ហើយចុចកន្លែងហ្នឹងមួយទៀតទាញមកកណ្ដាលនេះបាទបន្ទាប់មកខ្ញុំអាចវាយអក្សរបានកន្លែងនេះបាទនេះដាក់ថា cell បាទខ្ញុំព្រមវាឲ្យតូចតិចមកបាទនេះបាទបន្ទាប់មកទៀតយើងទាញមកនេះបាទខ្ញុំដូរពណ៌វាសិនដាក់ពណ៌ផ្កាឈូកហើយ right click ដោយសារតែវាអត់នៅលើ layer ហ្នឹងបាទ bring to front មកហើយយើងដាក់អានេះ 30% បាទ 30% អញ្ចឹងយើងអាចដាក់វា bold តិចមកបាទប្លែកតិចបាទដល់ពេលកន្លែងអក្សរវិជ្ជានេះអក្សរវិជ្ជាហ្នឹងមានពីររបៀបក្នុងការធ្វើយើងអាចវាយអក្សរផ្ដេកហ្មងក៏បានណាបាទឧទាហរណ៍អក្សរកន្លែងហ្នឹងនេះខ្ញុំអាចវាយអក្សរផ្ដេកហ្មងខ្ញុំ copy អក្សរនេះអញ្ចឹងមកបាទចុច off មកបាទដូរវាមកអញ្ចេះមក regular បាទហើយយើងអាចបង្វិលវាបាទឬមួយក៏ទាំងអស់នេះអាចចុចតិចធួលនេះចុចវាឲ្យជាប់មកមានកន្លែងវាយផ្ដេកវាយចោះហ្មងនេះបាទបាទអស់មកក៏បានតោះណាបាទតែដូចគ្នាវានឹងយកមួយណាក៏បានបាទប៉ុន្តែគ្រាន់តែអក្សរផ្ដេកអញ្ចឹងឥឡូវ
cùng sơ được xe bị bà tức óc này ai từ xe so ông lễ đây bán đây gặp mà so không ai đây thường nghèo chớ nó vào bán ấy bà lọc khơi những lòng thuê pet lòng thuê pet nơi nào nó thường nghèo còn là bên nắng không phải bốc mà xe một led đồ thu lìa chào liếm bà so mùi muối với tay từ miền sờ bạ so bọc kề so chân cái ai chờ xe bị phên tới số đam tới phên bị lơ cho khóm bà thoáng chết cả ban này và chất cả ban cả an trinh tân là nấy này nó nên mơ hưởng thang vua húa khơi nhé kia được xe nè thấy nó còn tha thang vua húa nó lụa luôn ấy đầm nạ là ngày chứng thang vua ta ở đây nó miên tại buôn chua ở đây tầm khăn nó nhom nằm bay chiêu tiền kia mơ bị chàng che màu hình và nó là so chấn vào miền trần rất là bè so không ai giống như từng chân mà cào đi kề giờ lấy mà chứng chuyên cá ta cai chấn ta xê những oi dương bởi chỉ là so không ai màu đá đó chứ là miền Pành Hà mà những việc nó lên một là số sầm ra và so bò tới ọt Pành Hà mà ta so không ai giống cứ dương thời ta điệp trong oi lò và một số là bạ khó khní nè bà ta bắt đầu năng việc thay từ lơ ca vô khơi nè là cọt bạc cắn nè là cọt bạc cắn chấn pe đại dương nè thưa ở gì nè thưa Pành Hà còn ta Pành Hà nè bình chi oi thưa và năng chỉ Pành Hà toàn đấy và kể giống những đạn chân máu bà kể đạn chân sân hói nhằm chập đàm bà nó gọi là cụp năng sân bà ở dương bà to tích tiết bà nên nhằm mà đo lại đi tịt mà nè anh nói dương vô sạp mặc cú đá bà dương vô sạp đi mặc cú bà nè bà cú viên chân máu bà nè bà thông với chụp bên đây bà nè anh nói bật stroke cháu hay em chơi po bọc hè bà nè chơi cái lại nít chơi chua máu chơi cái lại từ bố biết thu như thế mà nè bà chỉ chơi cái lại ní ở chua máu bị chơi lẹ po này máu các bạn đấy bà ta dừng vô này máu nè ok hay những ai cục bà này bà chứ những chơi máu này những đã copy à so máu thêm copy à so phone này má bà nè bà copy những bên nơi khổm laser nắng cái toàn đấy chứng nhưng còn right click vô pi ráng print for front bà print to front tới hay dân ta xe bà bà đã shop nào đó bà hay dân scroll đã lấy về tôi che máu bà nè ta mất chơi xì cho máu nè nhầm control chí bà bài thay nhầm group viên á bà nè lấy cái ma group bà đạn giang sấn ok lấy mũi tiền nhầm sắc xa chỉ nói đình tích bây giờ nhầm phơ cái lại năng o hao ấy á nhầm thời ca là anh tích bà nè bà anh lái bà này tha ca đầm rầm phên đầm rầm đầm bà ui thì ho cái lại năng chấn nè bà thoa mà đá rồi bỏ ní pe để nhâm xử linh chết pro sân mà nhâm trong à lán từ nhâm chơi cho đi máu vì họ tặng o hay toàn đấy vì họ tầm mắm chơi tặng o toàn đấy bà bởi nhâm chơi cho đi máu vì họ tầm mắm đâm tặng o họ mò đâm đi tặng o nè toàn đấy bà chứ nhâm trong o ní tư chia rồi bỏ tại mùi đã bây giờ lán chỉ mùi nâng crom đi tiết nhâm xử linh từ lên đi muối nhâm chơi khi ship ở chóp chơi cho đi phóng và tao bắt nhâm right click vô biệt thá group bà rừng mơ cái nhâm chơi control chí bà chơi control chí nó có ba này shortcut bảo viên á bà tao mà tiết nhâm chơi lên ấy anh bạch group và so xẻ vậy cái lại này bà này cái chơi cho này muối bà chơi si phải cho mắt chơi cái lại off này muối bà chơi cái lại này muối mà chơi cái lại này muối chơi so sale máu nhưng còn right click vô biệt thá group ok chính em chặt ba tiếng ban tặng o hay cười nhé bà nếu chặt tiếng của ban tặng o này toàn đấy bà cho nó pe khổm này vĩnh bà chạy lơ shop nào muối chạy si vào chóp chạy khi si vào chóp chạy lại đi mua tiền máu right click group chẳng dừng mở bà này chơi cho này muối
បាទស៊ីវចប់ហើយចុចalign អញ្ចឹងក្នុងការ align យើងមានពីរជម្រើស align to selection បានន័យថាយើង align តែ tool ណាដែលយើងបាន select ទេ align តែ object ណា align តែអក្សរណាដែលយើងបាន select តោះណាបាទពេលដែលយើងចុចអាហ្នឹងប្រសិនបើយើងចុចអានេះវិញ align to artboard បានន័យថាពេលដែលយើង select align to artboard វាធ្វើឲ្យនេះទាំងអស់ហ្នឹង align ចូលគ្នាហើយមក align ជាមួយនឹង artboard ទៀតដល់ណាឧទាហរណ៍ខ្ញុំចង់តម្រឹមឆ្វេងឧទាហរណ៍ខ្ញុំយកអានេះណាអាខាងលើណាគេវាហត់មកឆ្វេងស្មើហ៎បាទពេលដែលខ្ញុំយកស្ដាំវាហត់មកស្ដាំស្មើតោះណាបាទពេលដែលវាចង់ឡើងទៅលើបាទហត់ឡើងទៅលើស្មើអញ្ចឹងទៅបាទអញ្ចឹងកន្លែងនេះមួយទៀតបាទនេះបើខ្ញុំយកអាក្រោមវិញពេលដែលខ្ញុំចុច align ទៅវានឹង align គ្នាឲ្យស្មើហើយវារត់មកកណ្ដាលទៀតតោះណាបាទអញ្ចឹងពេលនេះយើងអត់ចាំបាច់ត្រូវការធ្វើកន្លែងហ្នឹងទេយើងត្រូវការតែ align to selection ទៅចុចតែ align វានឹងចូលកណ្ដាលអូតូតែម្ដងបាទអញ្ចឹងដាក់វាចំកណ្ដាលនេះបន្តិចមកបាទនេះគន្លឹះនៃការ design បាទពេលដែលយើងគ្រាន់តែរៀបអញ្ចឹងណាបាទតោះនេះត្រូវគិតមើលកន្លែងនេះបាទនេះអូខេខាងលើនេះខាងក្រោមកុំឲ្យវាសល់ច្រើនពីគ្នាពេកអាចថាប្រហាក់ប្រហែលតោះណាបាទឆ្វេងស្ដាំម្ដុំហ្នឹងឲ្យប្រហាក់ប្រហែលបាទចន្លោះនេះអាចថាប្រហាក់ប្រហែលអញ្ចឹងការ design យើងគិតថាការ design ប៉ុណ្ណឹងគាត់នេះគិតថាធម្មតាប៉ុន្តែទាំងនេះត្រូវដឹងថាពេលដែលយើងចេះរៀបចំអក្សររៀបចំ object នឹងឲ្យវាស្មើស្អាតការ design ចេញមកគឺឃើញតាក់ទាញតែម្ដងបាទហ្នឹងគឺជាចំណុចសំខាន់ក្នុងការរៀន design ជួនកាលការងារតូចមួយទេប៉ុន្តែស្រាប់តែគេឲ្យតែប៉ុណ្្នឹងប្រយ័ត្នទាំងអស់គ្នាមួយថ្ងៃតល្ងាចរៀបមកអត់មានការតាក់ទាញមានបញ្ហាធំហ្មងបាទដល់ពេលអ្នកខ្លះគេមាន creative គេគ្រាន់តែយកមកមើលហើយដឹងថាអាហ្នឹងគួរតែរៀបឲ្យស្អាតទេបាទអញ្ចឹង creative ហ្នឹងតតែទាំងអស់គ្នាអាសាមើលឲ្យបានច្រើនបាទមើលនេះមើលនោះឲ្យបានច្រើនគឺយល់ពីអាហ្នឹងបាទអូខេអញ្ចឹងពេលដែលយើងបានប៉ុណ្្នឹងហើយយើងចាប់ផ្ដើមម៉ាស់លើវាបាទអញ្ចឹងដើម្បីម៉ាស់លើវាខ្ញុំចុចកន្លែងនេះមកនេះបាទគូសអញ្ចឹងមកហើយខ្ញុំវាយទៅលើຂ្នាតនេះបាទដើម្បីម៉ាស់បាទគូសកន្លែងហ្នឹងហើយយើងចាប់ផ្ដើមសេរីទំហំមកមិញទំហំមិញប៉ុន្មានបាទ600 164បាទអញ្ចឹងអាកន្លែងនេះគោលដៅរបស់យើងចង់យកវាមកម៉ាស់លើហ្នឹងឲ្យត្រូវຂ្នាតវាបាទអញ្ចឹងគ្រាន់តែចុចលើហ្នឹងហើយបាទ align យើងយកនេះបាទ600បាទនេះយើងដាក់164អូខេតបមកយើងចាប់ដើម align វាអត់មកដោយសារអីអត់តន់យកដាក់ថា align to artboard តោះណាពួកយើងអត់មានត្រូវការ align ជាមួយអ្នកដតីត្រូវការតែជាមួយ artboard ទេអញ្ចឹងចុចអាហ្នឹងហើយបាទនេះចុចអានេះមកតោះណាបាទហើយយើងគ្រាន់តែ select all អញ្ចេះមកនេះ control លេខ7គឺម៉ាស់វាបានតោះណាបាទចុចតែ control លេខ7គឺម៉ាស់បានហើយបាទនេះឆ្ងល់ថាហេតុអីបានជាពេលដែលខ្ញុំ design ច្រើនតែម៉ាស់បាទពីច្រើនការ design ពេលដែលយើង final ត្រូវតែម៉ាស់វាចោលដើម្បីបំបត្តិនៅខាងគៀននឹងចោលហើយកាលណាយើងម៉ាស់អញ្ចឹងណាពេលដែលយើងគ្រាន់តែចុចលើហ្នឹងយើងឃើញអំពីຂ្នាតរាងសាយរបស់វាតែម្ដងតោះណាបាទយើងចាប់តាណាក៏ស្រួលដែរហើយអ្នករងពុំក៏ស្រួលដែរអ្នករងពុំក៏ស្រួលចាប់យកហ្នឹងទៅបោះពុំទៅអីផ្សេងដែរតោះណាបាទអញ្ចឹងវាមានប្រយោជន៍ច្រើនក្នុងការម៉ាស់ហ្នឹងបាទបាទអញ្ចឹងបានប៉ុណ្្នឹងហើយខ្ញុំចាប់ដើម export វាមកបាទខ្ញុំគ្រាន់តែចុច control C លើហ្នឹងបង្កើតกระดาษថ្មីមកបាទខ្ញុំចូល print ខ្ញុំយកកន្លែង A4 អានេះគ្រាន់តែថាយើង print ឲ្យគេមើលបាទនេះអញ្ចឹងខ្ញុំផាស banner នៅកន្លែងហ្នឹងមកបាទនេះបាទអញ្ចឹងខ្ញុំសរសេរអក្សរនៅនេះមកខ្ញុំដាក់ថាបាទបាទ job title បាទបាទ double click វាមកអានេះខ្ញុំដាក់ថា
W ស្មើជាមួយនឹងប៉ុន្មានបាទស្មើជាមួយនឹង600 px បាទអូខេអូនេះសាយទេអានេះសាយរបស់វាតើបាទខាត់វាសិនបាទអានេះយើងដាក់ថា banner add តោះណាបាទបន្ទាប់មកយើង copy អានេះមួយទៀតមកចុច alt ឲ្យជាប់មកនេះបាទបាទនេះសាយប៉ុណ្ណឹងតោះមកយើង export កន្លែងហ្នឹងមកបាទនេះហេតុអីបានតែយើងត្រូវ export អញ្ចឹងបាទហើយនេះបានជាពេលដែលយើង export យើងចាំបាច់ត្រូវ export អញ្ចឹងបាទខ្ញុំអត់មាន export លក្ខណៈនៅកន្លែងនេះបាទអញ្ចឹងកន្លែងនេះក៏យើង export បានដែរយើងគាត់យក file យកពាក្យ export មក export as ហើយ take កន្លែង use artboard មកបាទហើយដាក់នៅក្នុងនេះមកនេះ export ហើយយើងដាក់300 resolution អញ្ចឹងទៅអូខេមកបានហើយអញ្ចឹងក្នុងនោះវាមាន2ឲ្យយើងហើបាទទីមួយគឺ banner ពេញលក្ខណៈអញ្ចឹងប៉ុន្តែมันគួរ export អញ្ចឹងយកឲ្យគេមើលណាបាទយើងត្រូវ export ជាអញ្ចឹងឲ្យគេមើលមូលហេតុអីព្រោះការដែលយើងធ្វើ banner ឲ្យគេភាគច្រើនគឺត្រូវឲ្យគេដឹងពីຂະຫນាតអញ្ចឹងពេលដែលយើង save គឺយើងត្រូវតែទាញអាកន្លែងហ្នឹងដាក់នៅกระดาษ A4 មកទាញផាសនៅ A4 ហើយយើងទៅសេ description នៅហ្នឹងទៅសេការពណ៌នាលើហ្នឹងដើម្បីឲ្យអ្នកដែលគេជួយយើង design គេមើលឲ្យច្បាស់លាស់បាទអញ្ចឹងការរៀនអញ្ឡោះខ្ញុំជឿថាទាំងអស់គ្នាធ្លាប់រៀន Photoshop ពេលដែល design banner មានដែរ save អញ្ចឹងឲ្យគេមើលហេត្រូវតែមានបញ្ជាក់ຂະຫນាតឲ្យគេមើលអាហ្នឹងបាទពេលដែលខ្ញុំដាក់ឲ្យគេទៅបោះពុម្ពនិយាយទៅរាល់ការឲ្យគេមើលត្រូវតែដាក់អញ្ចឹងទាំងអស់តែម្ដងដើម្បីអីដើម្បីគេហៅថាឲ្យគេឃើញពីຂະຫນាតគេដឹងពីមុខងារហ្នឹងណាបាទគេដឹងអំពីការងារហ្នឹងបាទហើយមានចងល់កន្លែងណាបាទកន្លែងម៉ាស់ហ្នឹងចេះឥឡូវខ្ញុំលុបខ្សែម៉ាស់ចោលសិនណាបាទកន្លែងម៉ាស់ហ្នឹងបានន័យថាខ្ញុំគ្រាន់តែគូសបាទគូសសិនគូសឲ្យបាទដាក់ឲ្យឃើញកន្លែងសិនបាទខ្ញុំដាក់ຂະຫນាតរបស់វាបាទ600បាទបាទតោះមកយើង align វាបាទ align to artboard អូខេ controlling 7មកបានហើយប៉ុន្តែពេលដែលយើងនេះពេលដែលយើង select មកណាតោះនេះកុំចុចតែនេះមួយណាអស់វាអញ្ចឹងចុចមកឆ្វេងអស់អញ្ចឹងមកណាបាទហើយ controlling 7ទៅបានហើយតោះណាបាទអាហ្នឹងគឺរបៀបម៉ាស់បាទបាទពេលម៉ាស់ហ៎អាឡាញអាចនៅកន្លែងនេះពេលដែលគាត់ចុចកន្លែងម៉ាស់ណានេះវាអាចឃើញនៅកន្លែងនេះឲ្យតែឃើញរូបហ្នឹងជួនកាលអត់ឲ្យឃើញដល់ហ្នឹងទេវាអាចឲ្យឃើញនៅកន្លែងនេះក៏ដល់គាត់ចុច align to artboard បានចេញពួកអាហ្នឹងមកបើកាលណា align to selection អត់មានទេវាគ្រាន់តែឲ្យយើងឃើញតែ align តែប៉ុណ្្នឹងទេតោះណា to artboard បាទចាំយកវីដេអូមើលថែមណាបាទ